មហាត់បន្តក្នុងមេរៀនទី1របស់យើងហើយថ្ងៃនេះដែរយើងចូលមកដល់លំហាត់ទី15លំហាត់ទី15នេះគឺដូចជាមួយនឹងលំហាត់ទី14កាយយើងកែពីវីដេអូមុនអញ្ចឹងគឺកណនីតម្លៃកន្សោមនៃ A របស់យើងអញ្ចឹងគេឲ្យកន្សោម A1 ហើយគេឲ្យតម្លៃដោយ A ស្មើនឹង3 B ស្មើនឹង2អញ្ចឹងយើងមិនទាន់អាចយកតម្លៃ A ស្មើ3 B ស្មើ2ហ្នឹងជួសជុលទៅក្នុងកន្សោមនឹងតែម្ដងទេការធ្វើបែបហ្នឹងគឺមានន័យថាធ្វើឲ្យចំនួនហ្នឹងគឺកាន់តែកើនឡើងពិបាកក្នុងការកណនាហើយនៅពេលដែលយើងគុណចូលទៅចុងក្រោយអ្នកទាំងអស់គ្នាត្រូវតែបញ្ចេញពីរ៉ាឌីកាដដែលអញ្ចឹងដើម្បីមានភាពងាយស្រួលខ្ញុំចែករំលែកពីវិធីក្នុងការដោះស្រាយរបៀបកណនាកន្សោមបែបហ្នឹងអញ្ចឹងបើសិនជាវាបែបរឹសមិនថារឹសការ៉េរឹសទី3រឹសទី4ទេជំហានទី1អ្នកទាំងអស់គ្នាត្រូវបញ្ចេញមួយចំនួនចេញពីរឹសសិនដោយមិនទាន់ចាំបាច់ចំនួនតម្លៃដែលគេឲ្យមកទេអញ្ចឹងយើងទៅបញ្ចេញតម្លៃលេខចេញពីរឹសជាក់ស្ដែងរឹសការ៉េ4បញ្ចេញពីរឹសមកបាន2រឹសការ៉េ A បូកឲ្យ A ការ៉េបញ្ចេញពីរឹសការ៉េមកបាន A គុណនឹង A គឺបាន A ការ៉េរឹសការ៉េ B បូកឲ្យ B ការ៉េបញ្ចេញពីរឹសមកបាន B រឹសការ៉េ A បូកឲ្យ9បញ្ចេញពីរឹសការ៉េបាន3 3B រឹសការ៉េ B ជំហានទី1អ្នកទាំងអស់គ្នាត្រូវបញ្ចេញមួយចំនួនចេញពីរឹសការ៉េសិនជំហានទី2អ្នកទាំងអស់គ្នាត្រូវគិតថាតើយើងអាចដាក់វាជាកតាឬក៏ចាប់វាជាកតាបានអត់ជាក់ស្ដែងនៅក្នុងនេះគឺមានរឹសការ៉េ A និងរឹសការ៉េ A ដូចគ្នាហើយរឹសការ៉េ B និងរឹសការ៉េ B ដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដាក់វាជាកតាមានន័យថារឹសការ៉េ A ជាមួយនឹងរឹសការ៉េ A ចំណែកឯរឹសការ៉េ B ជាមួយនឹងរឹសការ៉េ B អញ្ចឹងកន្លែងហ្នឹងយើងអាចដាក់ជាកតាបានដោយទាញរឹស A ជាកតាអញ្ចឹងនៅពេលដែលយើងដាក់ A រឹសការ៉េ A ជាកតាអញ្ចឹងនៅសល់2បូក B មួយទៀតគឺយើងទាញរឹសការ៉េ B ជាកតាអញ្ចឹងនៅពេលដែលយើងដាក់រឹសការ៉េ B ជាកតាយើងនៅសល់ A ការ៉េបូកឲ្យ3 3B បន្ទាប់មកទៀតចាំអ្នកទាំងអស់គ្នាជំនួសតម្លៃលេខ A ស្មើ3 B ស្មើ2ចូលទៅក្នុងកន្សោមរបស់យើងអញ្ចឹង A ស្មើ3អញ្ចឹងរឹសការ៉េ A ទៅជាបានរឹសការ៉េ3កតា2បូកឲ្យ B ស្មើ2បូកឲ្យ2បូកឲ្យរឹសការ៉េ B យើងស្មើ2បានទៅជារឹសការ៉េ2កតាឲ្យ A ការ៉េគឺ A ស្មើ3អញ្ចឹងបាន3លើកជាការ៉េបូកឲ្យ3គុណនឹង2ដោយសារតែ B របស់យើងគឺស្មើ2 2បូក2បាន4រឹស3គុណនឹង4គឺបាននេះគេបាន4រឹស3ខាងនេះដូចគ្នាដែរ3ការ៉េស្មើនឹង9ចំណែកឯ3គុណ2ស្មើ6 9បូក6ស្មើ15អញ្ចឹង15គុណនឹងរឹស2ស្មើនឹង15រឹស2អញ្ចឹងតម្លៃ A របស់យើងចម្លើយស្មើនឹង4រឹសការ៉េ3បូកឲ្យ5រឹសការ៉េ2